តាំងពីខ្ញុំចេះធ្វើវីដេអូមកបានមួយឆ្នាំមិនដែលនឹកឃើញមុខម្ហូបមុខនេះទេថ្ងៃហ្នឹងចង់សាកធ្វើឆាយ៉ម្ដងមើលពួកខ្ញុំខានធ្វើយូរដែរមុខនេះអាចថាមិនមែនជាមុខម្ហូបទេអានេះគេហូបលេងហូបជាមួយបាញ់សុងអីចឹងណានឹកឃើញមុខនេះភ្លាមអត់មានចាំយូរទេខ្ញុំកំងសបុកគៀវហើយរៀបចំទៅផ្សារដើម្បីទិញត្រាវហើយនឹងការ៉ុតថែមហើយក៏ឈ្នះទិញបន្លែប្លុកតិចតួចដាក់នៅក្នុងទូពួកអីតាំងពីមកពីស្រុកវិញអត់មានបន្លែក្នុងទូសូម្បីតែមួយមុខធ្វើសយ៉លើកនេះខ្ញុំចំណាយពេលប្រហែលជា3ម៉ោងសរុបទៅផ្សារទិញបន្លែទិញអីទៀតយូរគួរសមដែរហ្នឹងអញ្ចឹងខ្ញុំក៏ធ្វើសយ៉ទុកឲ្យច្រើនដើម្បីទុកបកកក្នុងទូថ្ងៃក្រោយពេលយើងឃ្លានទៅយើងយកតែ4-5យកមកក្តៅទៅបានហូបហើយបើខ្វះគ្រឿងក្រៅអីបងប្អូនកុំភ្លេចជួយ comment ប្រាប់ខ្ញុំទាំងអស់គ្នាផងព្រោះខ្ញុំខានធ្វើយូរឆ្នាំមែនតើហ្មងហើយធ្វើលើកមុនក៏មិនធ្វើម្នាក់ឯងដែរធ្វើគ្នាអញ្ចឹងយកអត់សូវបារម្ភរឿងគ្រឿងខ្វះអីអញ្ចឹងណាបើយើងភ្លេចមានម្នាក់ទៀតគេនៅចាំតែលើកនេះធ្វើម្នាក់ឯងដឹងតាណាណីទេបងប្អូនអើយទៅហើយសម្រាប់ថែវនេះខ្ញុំដាក់ប្រហែលជាចិត្តពាក់កដាលមានការ៉ុតមួយផ្លែហើយមានសាច់មាន់បន្តិចសាច់មាន់ហ្នឹងប្រហែលជាមួយខាំកន្លះហើយខ្ញុំដាក់ស្ពៃក្តោបពាក់កដាលប្រហែលជា2ខាំជាងអត់មានម៉ាស៊ីនកិនសាច់អញ្ចឹងទៅគឺត្រូវប្រើដៃអញ្ចឹងរៀងយូរដែរច្រាមសាច់ហ្នឹងពេលមកអង្គុយកាត់វីដេអូអញ្ចឹងមិនដឹងថាខ្លួនឯងភ្លេចខ្ទឹមសឲ្យតែធ្វើអីគឺចាប់ដើមភ្លេចហើយភ្លេចមុខភ្លេចក្រោយរហូតក្នុងឆាយ៉ហ្នឹងក៏ខ្ញុំដាក់មីសួរដែរប៉ុន្តែមីសួរខ្ញុំដាក់ក្រោយគេខ្ញុំឆាសាច់ឲ្យរៀងឆ្អិនសិនបាទខ្ញុំដាក់បន្លែរឹងដូចជាការ៉ុតហ្នឹងហើយនឹងត្រាវឆាមកស្ទុះសិនឲ្យវាឆ្អិនហើយបាទខ្ញុំដាក់ស្ពៃក្តោបចូលព្រោះស្ពៃក្តោបយើងឆាតែមួយផ្លែតគឺឆ្អិនហើយឆាមកស្ទុះហើយបាទខ្ញុំរៀបចំដាក់គ្រឿងខ្ញុំដាក់ម្សៅស៊ុបខ្នុរបន្តិចហើយខ្ញុំដាក់ប្រេងខ្យងបន្តិចហើយទឹកស៊ីអ៊ីវម្រេចក្នុងបន្លែហ្នឹងគឺខ្ញុំមិនដាក់ស្ករទេដោយសារតែជាតិផ្អែមហ្នឹងគឺវាចេញពីបន្លែហ្នឹងស្រាប់អញ្ចឹងយើងដាក់តែស៊ុបខ្នុរបន្តិចបានហើយពេលភ្លក់មកនៅតែរៀងប្រៃបន្តិចពេលថែមមីសួរមកល្មមអាហ្នឹងអត់សូវលូបគ្រឿងផងបើសិនជាលូបគ្រឿងវិញបន្លែហ្នឹងដឹងតែចេញប្រៃហើយពេលធ្វើសយ៉ហ្នឹងគឺខ្ញុំភ័យជាងគេហ្នឹងគឺកន្លែងមូលព្រោះខ្ញុំឃើញសបកគៀវហ្នឹងរៀងទូចអញ្ចឹងនៅក្នុងចិត្តគិតថាអូយដឹងមូលមិនមកទេប៉ុន្តែមានអីទេបងប្អូនមូលចេញតែរៀងពិបាកបន្តិចតតែយើងចេះបត់បែនដែរហ្នឹងដៃយើងត្រូវបត់ឆ្វេងបត់ស្ដាំធ្វើសយ៉លើកនេះតតែរៀងកាច់កងទេបើវាចេញរូបរាងសយ៉បើអត់កាច់កងទេចេញរូបគៀវឡើយធ្វើសយ៉លើកហ្នឹងធ្វើច្រើនប៉ុន្តែធ្វើអត់អស់មួយថ្ងៃហ្នឹងទេប្រហែលជាទុកស្អែកថ្ងៃណាតនេបានមកអង្គុយមូលថែមព្រោះអីច្រើនខ្លាំងមែនតើហ្មងគ្រាន់តែបន្លែសល់ឡើង70%ហើយសបកគួងហ្នឹងសល់ប្រហែលជា80%ខ្ញុំមូលប្រហែលជា5-10សម្រាប់ហូបថ្ងៃហ្នឹង5-10ហ្នឹងក៏រៀងច្រើនដែរពេលមួយចានឡើងពេញបឹបបាត់អីហ្នឹងចាប់ផ្ដើមដាក់ខ្ទះនោះឲ្យក្តៅមកហើយចាំដាក់សយ៉ហ្នឹងចូលតាមក្រោយបានវាស្រួយល្អអាឡែងតែគិតថាឲ្យខ្ទះក្តៅហ្នឹងមានអីខ្ញុំភ្លេចបន្ថយភ្លើងវិញមានអីទេដាក់សយ៉ហើយគឺភ្លេចបន្ថយភ្លើងខ្លោចអស់មកចាហៀងបាត់មើលតន់កុំអីហ្នឹងអស់មកខ្ទះហ្នឹងខានហូបបដ ដោយពេលចាប់ផ្ដើមធ្វើសយ៉ហ្នឹងរៀបចំគ្រឿងវាយូរខ្លាំងប៉ុន្តែអាពេលយើងបំពងវាគឺលឿននៃខ្ញុំបំពងប្រហែលជា3នាទីឆ្អិនទាំងអស់ឥឡូវហ្នឹងរួចរាល់ហើយបងប្អូនគិតមិនដែរប៉ុណ្្នឹងអាចទទួលយកបានអត់សម្រាប់ទឹកជ្រលក់ហ្នឹងគឺខ្ញុំអត់ធ្វើខ្លួនឯងទេគឺខ្ញុំទិញគេស្រាប់ព្រួយយើងហត់នឹងធ្វើសយ៉ហ្នឹងហើយគ្រាន់តែសរុបទាំងធ្វើទាំងអីហ្នឹង3ម៉ោងជាងបើថាធ្វើទឹកជ្រលក់ខ្លួនឯងទេមិនដឹងថាចូលប្រហែលម៉ោងទេណាមួយគឺខ្ញុំអត់សូវចេះធ្វើទឹកជ្រលក់ហ្នឹងផងនោះឡងហុយចុករសជាតិឆ្ងាញ់បងប្អូនធ្វើបត់ជីបអូចនឹងដោយសារតែពេលហូបនឹងក្តៅខ្លាំងយើងទៅលើកចុះពីខ្ទះថ្មីអ្នកមើលថាអីថាចុះប៉ុន្តែសុំតសាខ្លួនឯងមួយសយ៉ងឯហ្នឹងគឺឆ្ងាញ់ខ្លាំងហ្មង